តើមានមូលហេតុឬកត្តាជំរុញអ្វីខ្លះដែលធ្វើឲ្យរដ្ឋថៃឬសៀមមានមហិច្ឆតាចង់បានទឹកដីកម្ពុជាតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នព្រំដែនរវាងកម្ពុជានិងថៃដែលមានប្រវែងជាង800គីឡូម៉ែត្រមិនមែនគ្រាន់តែជាខ្សែបន្ទាត់នៅលើផែនទីនោះទេប៉ុន្តែវាគឺជាដែនរបួសនៃប្រវត្តិសាស្ត្រដ៏ជូរចត់និងវែងឆ្ងាយចាប់តាំងពីការកកើតឡើងនៃរដ្ឋសៀមដំបូងក្នុងសតវត្សទី13រហូតមកដល់យុគសម័យទំនើបនៃសតវត្សទី21ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរតែងតែជួបប្រទះនូវភាពរកាំរកូសនិងចំនួនទឹកដីមិនចេះចប់មិនចេះហើយអ្នកប្រវត្តិសាស្ត្រនិងអ្នកវិភាគភូមិសាស្ត្រនយោបាយតែងតែចោទសួរថាតើហេតុអ្វីបានជារដ្ឋថៃឬសៀមតែងតែមានមហិច្ឆតាចង់បានគ្រប់គ្រងឬលេបត្របាក់ទឹកដីកម្ពុជាឆ្លងកាត់សម័យកាលជាច្រើនម្ល៉េះតើវាផ្ដើមចេញពីតម្រូវការសេដ្ឋកិច្ចយុទ្ធសាស្ត្រយោធាការពារខ្លួនឬក៏ជាផ្នត់គំនិតចក្រភពនិយមថ្ងៃនេះយើងនឹងធ្វើដំណើរថយក្រោយទៅកាន់អតីតកាលជាង700ឆ្នាំដើម្បីលាតត្រដាងឬគល់ពិតប្រាកដនឹងមូលហេតុស្នូលទាំងឡាយដែលរុញច្រានឲ្យថៃចង់បានទឹកដីកម្ពុជាតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្នដើម្បីយល់ពីមហិច្ឆតារបស់ថៃយើងត្រូវដឹងមុនសិនថាទឹកដីប្រទេសថៃភាគច្រើនបច្ចុប្បន្នគឺជាអតីតទឹកដីរបស់អាណាចក្រខ្មែរជនជាតិថៃឬសៀមគឺជាក្រុមមនុស្សដែលបានបំលាស់ទីចុះមកពីភាគខាងត្បូងប្រទេសចិនរួចមកតាំងទីលំនៅនៅលើដែនដីរបស់ខ្មែរក្រោមឋានៈជាទឹកដីសាមញ្ញរដ្ឋចំណុះនៅពេលអាណាចក្រខ្មែរចាប់ផ្ដើមចុះខ្សោយក្នុងសតវត្សទី13ជនជាតិសៀមបានរួមរៀបចំខ្លួនបង្កើតរដ្ឋឯករាជ្យដំបូងរបស់ពួកគេគឺសុខោទ័យនិងក្រោយមកគឺអយុធ្យាមូលហេតុដំបូងបង្អស់ដែលសៀមព្យាយាមវាយលុកនិងចង់បានទឹកដីខ្មែរក្នុងសម័យបុរាណមានកត្តាសំខាន់ៗដូចជា 1. ការលុបបំបាត់ឥទ្ធិពលម្ចាស់ដីចាស់ដើម្បីពង្រឹងភាពស្របច្បាប់នៃអាណាចក្រថ្មីរបស់ខ្លួនសៀមត្រូវតែវាយកំទេចមជ្ឈមណ្ឌលអំណាចរបស់ខ្មែរនៅអង្គរការវាយយកទឹកដីខ្មែរគឺជាការធានាថាកម្ពុជានឹងមិនអាចងើបឡើងវិញដើម្បីដណ្ដើមទឹកដីភាគកណ្ដាលនិងភាគឦសានត្រឡប់ទៅវិញឡើយ 2. ការប្លន់យកធនធានមនុស្សនិងវប្បធម៌ក្នុងការវាយលុកក្រុងអង្គរជាច្រើនលើកជាពិសេសនៅឆ្នាំ1431សៀមមិនមែនគ្រាន់តែចង់បានដីធ្លីនោះទេប៉ុន្តែពួកគេបានគៀក្រួរគៀប្រជាជនខ្មែរជាងចម្លាក់អ្នកប្រាជ្ញរាជវង្សានុវង្សនិងណាត់រាំព្រះរាជទ្រព្យរាប់ម៉ឺននាក់ទៅកាន់អយុធ្យាសៀមត្រូវការធនធានមនុស្សនិងខឿនវប្បធម៌លទ្ធិទេវរាជរបៀបគ្រប់គ្រងរដ្ឋបាលអាសាសរបស់ខ្មែរដើម្បីយកទៅស្ថាបនានិងពង្រីកអាណាចក្រខ្លួនឯងឲ្យក្លាយជាមហាអំណាចតំបន់នៅពេលឈានចូលដល់សម័យកណ្ដាលជាពិសេសក្នុងសម័យលង្វែកនិងសម័យឧដុង្គមូលហេតុយុទ្ធសាស្ត្ររបស់សៀមបានផ្លាស់ប្ដូរមកជាយុទ្ធសាស្ត្រភូមិសាស្ត្រយោធាយ៉ាងច្បាស់លាស់ក្នុងសម័យនោះមានមហាអំណាចថ្មីមួយងើបឡើងនៅភាគខាងកើតគឺប្រទេសយួនវៀតណាមដែលកំពុងអនុវត្តនយោបាយពង្រីកទឹកដីមកទិសខាងត្បូងណាមទៀនកម្ពុជាបានធ្លាក់ខ្លួនទៅជារដ្ឋទ្រនាប់ Buffer State យ៉ាងកំសត់មួយនៅចន្លោះខ្លាទាំងពីរផ្នត់គំនិតយុទ្ធសាស្ត្ររបស់ស្ដេចសៀមនៅក្រុងបាងកកនាសម័យនោះយល់ថាប្រសិនបើសៀមមិនគ្រប់គ្រងឬមិនយកទឹកដីខ្មែរទេនោះយួននឹងយកទឹកដីខ្មែរហើយកងទ័ពយួននឹងមកឈរជើងនៅជាប់ព្រំដែនសៀមដែលជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់បាងកកដោយផ្ទាល់ដើម្បីការពាររាជធានីបាងកកសៀមត្រូវតែប្រើប្រាស់ទឹកដីខ្មែរធ្វើជាសមរភូមិមុខនិងជាខែលការពារខ្លួនក្នុងសម័យនោះសៀមបានប្រើប្រាស់វិធីសាស្ត្រដាក់កម្ពុជាជាអាណាព្យាបាលបង្ខំឲ្យស្ដេចខ្មែរថ្វាយផ្កាប្រាក់ផ្កាមាសនិងបានកាត់យកទឹកដីខេត្តភាគខាងជើងនិងភាគខាងលិចរបស់ខ្មែរជាបន្តបន្ទាប់ដូចជាខេត្តបាត់ដំបងសៀមរាបសេរីសុភ័ណ្ឌនិងចុងជំរាកនៃជួរភ្នំដងរែកដើម្បីពង្រីកខ្សែការពារយោធារបស់ខ្លួនរបបដ៏ធំមួយបានកើតឡើងនៅចុងសតវត្សទី19និងដើមសតវត្សទី20នៅពេលដែលអាណានិគមនិយមបារាំងបានចូលមកដល់បារាំងបានបង្ខំឲ្យសៀមត្រូវប្រគល់ទឹកដីខ្មែរដែលសៀមបានលេបត្របាក់កាលពីមុនដូចជាបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌត្រឡប់មកឲ្យកម្ពុជាវិញតាមរយៈសន្ធិសញ្ញាឆ្នាំ1904និង1907ទោះបីជាសៀមត្រូវបង្ខំចិត្តចុះហត្ថលេខាប្រគល់ដីទាំងនោះឲ្យបារាំងវិញដោយសារតែខ្លាចបារាំងវាយលុកយកក្រុងបាងកកប៉ុន្តែក្នុងចិត្តរបស់មេដឹកនាំសៀមពួកគេតែងតែយល់ថាទឹកដីទាំងនោះគឺជាទឹកដីដែលពួកគេត្រូវបាត់បង់ទៅឲ្យមហាអំណាចខាងលិចហើយពួកគេតែងតែស្វែងរកឱកាសដណ្ដើមយកមកវិញនៅឆ្នាំ1908គណៈកម្មការព្រំដែនបារាំងសៀមបានបង្កើតផែនទីមួយដែលគេហៅថាផែនទី1-200,000ផែនទីនេះហើយដែលក្លាយជាឫសគល់នៃចំនួនសតវត្សថ្មីព្រោះនៅក្នុងផែនទីនោះបារាំងបានគូសខ្សែព្រំដែនខុសពីខ្សែបែងចែកទឹកធម្មជាតិ Watershed ដោយបានដាក់ប្រាសាទព្រះវិហារមកនៅក្នុងដីខ្មែរសៀមបានទទួលយកផែនទីនោះដោយមិនបានតវ៉ាឡើយក្នុងសម័យនោះប៉ុន្តែវាបានបន្សល់ទុកនូវកំហឹងក្នុងចិត្តរបស់ជាតិនិយមថៃរហូតមក
សម័យសង្គ្រាមលោកលើកទី2និងមហិច្ឆតាថៃឡង់ធំនៅឆ្នាំ1939ប្រទេសសៀមបានបដូរឈ្មោះជាផ្លូវការមកជាប្រទេសថៃ Thailand ដែលមានន័យថាដែនដីរបស់ជនជាតិថៃក្រោមការដឹកនាំរបស់មេទ័ពជាតិនិយមជ្រុលសេនាប្រមុខប្លែកពី4សង្គ្រាមថៃបានបង្កើតគំនិតមនោគមវិជ្ជាថៃឡង់ធំ Hantaism ដែលមានគោលដៅប្រមូលផ្ដុំទឹកដីទាំងឡាយណាដែលធ្លាប់ជាចំណុចឥទ្ធិពលចាស់ឬមានមនុស្សនិយាយភាសាអំបូរថៃកដៃមកនៅក្រោមការគ្រប់គ្រងរបស់បាងកកទាំងអស់នៅពេលសង្គ្រាមលោកលើកទី2ផ្ទុះឡើងហើយប្រទេសបារាំងត្រូវបានកងទ័ពអាល្លឺម៉ង់វាយបែកបាក់ថៃបានឆ្លៀតឱកាសមាននេះចាប់ដៃជាមួយចក្រភពជប៉ុនហើយបានប្រកាសសង្គ្រាមវាយលុកចូលមកលើដែនដីកម្ពុជាដែលស្ថិតក្រោមបារាំងក្នុងឆ្នាំ1940ដោយមានជំនួយពីជប៉ុនថៃបានបង្ខំឲ្យបារាំងចុះចាញ់និងបានកាត់យកទឹកដីខេត្តបាត់ដំបងសៀមរាបលើកលែងតែតំបន់អង្គរកំពង់ធំនិងស្ទឹងត្រែងទៅគ្រប់គ្រងជាទឹកដីរបស់ថៃឡើងវិញនេះគឺជាភស្តុតាងប្រវត្តិសាស្ត្រដ៏ច្បាស់ក្រឡែតដែលបង្ហាញថាមហិច្ឆតាចង់បានដីខ្មែរមិនដែលរលាយបាត់ពីផ្នត់គំនិតមេដឹកនាំយោធាថៃឡើយប៉ុន្តែបន្ទាប់ពីជប៉ុនចាញ់សង្គ្រាមលោកនៅឆ្នាំ1946ថៃត្រូវបានសហគមន៍អន្តរជាតិបង្ខំឲ្យប្រគល់ទឹកដីទាំងនោះមកឲ្យកម្ពុជាវិញជាលើកទី2ទោះបីជាតុលាការអន្តរជាតិក្រុងលេ ICJ បានកាត់សេចក្តីឲ្យកម្ពុជាឈ្នះក្តីលើករណីប្រាសាទព្រះវិហារក្នុងឆ្នាំ1962យ៉ាងណាក៏ដោយក៏ស្រមោលនៃការចង់បានទឹកដីនៅតែបន្តរាលដាលដល់សម័យបច្ចុប្បន្នប៉ុន្តែនៅក្នុងសតវត្សទី21មូលហេតុដែលថៃជាពិសេសក្រុមអ្នកនយោបាយនិងយោធាតែងតែលើកឡើងពីបញ្ហាទឹកដីជាមួយខ្មែរមានលក្ខណៈខុសប្លែកពីសម័យបុរាណដោយផ្អែកលើកត្តាទំនើបចំនួន3មួយការប្រើប្រាស់សញ្ញាបត្រជាតិនិយមក្នុងឆាកនយោបាយផ្ទៃក្នុងថៃនៅក្នុងចំនួនឆ្នាំ2008ក្រុមអ្នកនយោបាយអាវលឿងនិងកងទ័ពថៃបានប្រើប្រាស់បញ្ហាដីធ្លី 4.6 គីឡូម៉ែត្រក្រឡាជុំវិញប្រាសាទព្រះវិហារធ្វើជាឧបករណ៍នយោបាយដើម្បីវាយប្រហាររដ្ឋាភិបាលថៃនាពេលនោះដែលជានិន្នាការលោកថាក់ស៊ីនដោយចោទប្រកាន់ថាក្បត់ជាតិកាត់ដីឲ្យខ្មែរការដាស់ទោសជាតិនិយមជ្រុលគឺជាវិធីងាយបំផុតក្នុងការប្រមូលកម្លាំងបាតុកម្មនិងការធ្វើរដ្ឋប្រហាររបស់យោធាថៃ 2. ទំនាស់ផលប្រយោជន៍ធម្មពលនៅសមុទ្រ OCA មិនមែនមានតែដីគោកនោះទេមហិច្ឆតាបច្ចុប្បន្នបានរំកិលចុះទៅក្នុងសមុទ្រតំបន់ត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃគឺជាប្រភពរ៉ែហ្គាសធម្មជាតិនិងប្រេងកាតដ៏មហាសាលការទាមទារខណ្ឌសីមាទឹកដីសមុទ្រដោយឯកតោភាគីពីសំណាក់ថៃគឺដើម្បីធានាថាពួកគេទទួលបានចំណែកផលប្រយោជន៍សេដ្ឋកិច្ចនិងធម្មពលដ៏ច្រើនលើសលប់ពីតំបន់នោះ 3. ការភ័យខ្លាចការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាថៃតែងតែចង់រក្សាឋានៈខ្លួនឯងជាបងធំសេដ្ឋកិច្ចនៅក្នុងតំបន់ដីគោកអាស៊ីអាគ្នេយ៍ Mainland Southeast Asia ការរក្សាចំនួនព្រំដែនឬការដាក់សម្ពាធលើកម្ពុជាគឺជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយម្យ៉ាងដើម្បីបង្អង់ឬគ្រប់គ្រងតុល្យភាពអំណាចមិនឲ្យកម្ពុជាមានការរីកចម្រើនលឿនពេករហូតអាចមានឥទ្ធិពលប្រជែងជាមួយខ្លួនឡើយឆ្លងកាត់ការពិនិត្យប្រវត្តិសាស្ត្រយ៉ាងលម្អិតយើងអាចមើលឃើញថាមហិច្ឆតារបស់រដ្ឋថៃឬសៀមមកលើទឹកដីកម្ពុជាបានវិវត្តពីការវាយលុកដើម្បីកសាងអត្តសញ្ញាណជាតិខ្លួនឯងក្នុងសម័យបុរាណមកជាយុទ្ធសាស្ត្ររដ្ឋទ្រនាប់ការពារខ្លួនក្នុងសម័យកណ្ដាលនិងក្លាយជាឧបករណ៍នយោបាយជាតិនិយមលាយឡំនឹងផលប្រយោជន៍សេដ្ឋកិច្ចធម្មពលក្នុងសម័យបច្ចុប្បន្នប្រវត្តិសាស្ត្របានបង្រៀនយើងថាចំនួនដែលកើតចេញពីមហិច្ឆតាទឹកដីមិនដែលផ្ដល់ផ្លែផ្កាពិតប្រាកដដល់ប្រជាជននៃប្រទេសទាំងពីរនោះទេក្រៅពីការបង្ហូរឈាមនិងការខាតបង់សេដ្ឋកិច្ចនៅក្នុងពិភពលោកសតវត្សទី21ដែលជាយុគសម័យនៃសកលភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ចអាស៊ានព្រំដែនមិនគួរជាខ្សែបន្ទាត់នៃការបែងចែកនិងចំនួនទៀតឡើយប៉ុន្តែវាគួរតែជាស្ពានចម្លងសម្រាប់ការសហការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកនិងការរីកចម្រើនរួមគ្នាការយល់ដឹងពីប្រវត្តិសាស្ត្រដោយសច្ចធម៌មិនមែនដើម្បីបង្កើតការស្អប់ខ្ពើមនោះទេប៉ុន្តែគឺដើម្បីកុំឲ្យយើងដើរជាន់ដានកំហុសនៃអតីតកាលម្ដងទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូឯកសារប្រវត្តិសាស្ត្រនិងស៊ើបអង្កេតភូមិសាស្ត្រនយោបាយមួយនេះសូមបញ្ចេញមតិយោបល់របស់អ្នកដោយការគោរពនិងប្រើប្រាស់ហេតុផលនៅខាងក្រោមសូមជម្រាបលា